this event can observe that every one of us doing a lot of work to contribute to the same goal, even from the government, from the civil society, and the people with the disability themselves. We also can see that the people with the disability could not really engage actively, and especially in the decision-making level. And this happened not just only in Cambodia. Our colleagues from the Laos and Vietnam also addressed the same issue. ចំណុចដែលខ្ញុំចាប់អារម្មណ៍មួយពីវគ្គបណ្ដុះបណ្ដាលសិក្ខាសាលានេះហើយចំពោះខ្លួនឯងដែលយើងអាចរៀនសូត្របានហើយយកទៅអនុវត្តគឺការគិតគូរទៅដល់ជនមានពិការភាពនៅក្នុងកិច្ចការរបស់ខ្ញុំហើយខ្ញុំយល់ថាដោយសារសម្លេងពួកគាត់នៅមានកម្រិតទាបយើងមើលពីការបង្ហាញពី3ប្រទេសផ្សេងគ្នាយើងនៅតែសង្កេតឃើញថាសម្លេងរបស់ពួកគាត់នៅតែមានកម្រិតអញ្ចឹងជាក់ស្ដែងដូចជាប្រទេសវៀតណាមសម្លេងនៃជនមានពិការភាពនោះគឺមិនទាន់បានយកចិត្តទុកដាក់ទូលំទូលាយទេនៅកម្ពុជាក៏ដូចនេះហើយនៅប្រទេសឡាវក៏ដូចនេះដែរអញ្ចឹងហើយគឺថាអ្វីដែលពួកយើងអាចធ្វើបានឬក៏ខ្ញុំអាចធ្វើបាននៅក្នុងនាមជាអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយខ្ញុំគិតថាគួរបង្កើនមាតិកាផ្សេងៗដែលបង្ហាញសម្លេងពីជនដែលងាយរងគ្រោះជាពិសេសអ្នកដែលមានពិការភាពហ្នឹងឲ្យបានឮទៅដល់អ្នកពាក់ព័ន្ធផ្សេងៗខ្ញុំចង់ឲ្យក្រោយពីចប់កិច្ចការដែលយើងសិក្ខាសាលារយៈពេល1ថ្ងៃនេះគឺថាយកត្រឡប់ទៅវិញគឺថាទៅបរិច្ទៅផ្សព្វផ្សាយទៅដល់សហគមន៍ក៏ដូចជាបងប្អូនមានពិការភាពដើម្បីឲ្យពួកគាត់ដឹងថាគាត់ជាអ្នកពិការមិននៅឯកោទេដូច្នេះយើងគិតថាទាំងរដ្ឋទាំងឯកជនទាំងអង្គការគឺយើងរួមចិត្តរួមគំនិតសហការជាមួយនឹងដៃគូផ្សេងៗដែលមកពីប្រទេសវៀតណាមប្រទេសឡាវនេះគឺជាយន្តការមួយល្អយើងមិនអាចបង្កើតជាបណ្ដាញមួយសម្រាប់ទំនាក់ទំនងក្នុងការចូលរួមដោះស្រាយជនពិការនៅពេលដែលគាត់មានបញ្ហាគឺយើងមានដំណោះស្រាយសូម្បីតែអ្នកពិការក្នុងស្រុកឬក៏អ្នកពិការឆ្លងដែនក៏ដោយអញ្ចឹងយើងមានការសហការគ្នាបាទនេះគឺជាចំណុចល្អបំផុតបាទ